cứ nơi đầm nạ ca là sợi dương pru nè pru đâu chùm rong sợi chùm rong bơ là hôn đó là mà tết tơ cả lá khai bà ai chiên ta đó mà pay thứ ngày bà trẻ ta đang ta mà lẹ khăn này ca lùn ló bà này ca đầm đầu chấn ca bồng play dùng play bảo viên ấy cứ khăng chiên cá đàm bà khăng chiên cá đàm và sân trên nằm nạ cao chùm rong số bớ dương ọt ban prao prach năm là bảy tục scat tế cứ viên đang ngọtហើយបាទត្រូវnó cứ ọtហើយពេញស្រែយើងនឹងបាទកសិករត្រូវខាតទៀតណាបាទនេះដែលខ្ញុំថាវាមកចែកផលចំណេញពីកសិករបាទគឺវាមកស៊ីបំផ្លាញហើយការស៊ីរបស់វានេះគឺស៊ីដល់ក្តិលតែម្ដងបាទដល់ក្តិលហ្នឹងពេលដែលប្រាស់ទឹកនោះវាស៊ីវលិចចូលក្នុងទឹកហើយពេលដែលយើងអត់បានមកមើលមកសង្គ្រោះស្រូវមិនតាន់ទេគឺស្រូវនោះនឹងងាប់ហើយព្រោះស្រូវកាលណាដែលវាលិចទឹកទៅបាត់ក៏វាអាចរស់ដែរបាទហ្នឹងណាបាទអញ្ចឹងការស៊ីបំផ្លាញវាលឿនណាបាទគឺនៅពេលដែលស្រូវយើងដុះជំរងស្បូវរហូតដល់20ទៅ25ថ្ងៃដល់ពេលចូលដល់ស្រូវមួយខែគឺស្រូវដងដើមវារឹងហើយអញ្ចឹងការបំផ្លិចបំផ្លាញវាអត់មានទេបាទអញ្ចឹងសួរថាបើសិនជាវាមានវត្តមានបែបហ្នឹងអញ្ចឹងការទប់ស្កាត់ការប្រឆាំងជាមួយនឹងពពួកខ្យងមួយហ្នឹងថាតើគេត្រូវធ្វើយ៉ាងម៉េចបាទគឺមានវិធីសាស្ត្រតាមបែបធម្មជាតិនិងវិធីសាស្ត្រគីមីវិធីសាស្ត្រតាមបែបធម្មជាតិគឺយើងធ្វើការសម្អាតដោយការភ្ជួរដីហាលដីត្រឡប់ដីឲ្យបានច្រើនលើកច្រើនសារទៅគឺវាកាត់បន្ថយវត្តមាននៃខ្យងនេះផងដែរបាទហើយនៅពេលដែលស្រូវយើងចាប់ផ្ដើមដុះបាទជំរងស្បូវបាទគឺយើងអាចធ្វើការសម្អាតដោយការចាប់ដោយដៃផ្ទាល់បាទចាប់ដោយដៃផ្ទាល់គឺយើងសម្អាតវាអស់ហើយលក្ខខណ្ឌមួយទៀតដើម្បីកាត់បន្ថយការឆ្លងការចូលមកក្នុងស្រែរបស់យើងគឺយើងធ្វើការដាក់ស្បៃដើម្បីរាំងនៅតាមមាត់រង្វះភ្លឺស្រែដែលយើងបញ្ចូលទឹកហ្នឹងបាទគឺយើងធ្វើការរាំងស្បៃទាំងអស់ហ្នឹងទៅគឺកាត់បន្ថយបានអាហ្នឹងសម្រាប់លក្ខណៈបែបធម្មជាតិហើយមួយទៀតបើសិនជាយើងធ្វើការបូមទឹកបញ្ចូលនៅក្នុងស្រែដើម្បីជំរុញដល់ការដុះលាស់ស្រូវយើងឲ្យបានល្អគឺយើងធ្វើការបូមទឹកហើយនៅក្នុងបំពង់ចុងបំពង់នៃក្បាលបូមទឹករបស់យើងប្រើស្បៃប្រើមុងដើម្បីអីដើម្បីត្រង់កុំឲ្យកូនខ្យងដើម្បីកុំឲ្យពងខ្យងនោះវាធ្លាក់ចូលក្នុងស្រែរបស់យើងបាទនេះសម្រាប់លក្ខណៈដែលយើងសម្អាតដែលយើងកម្ចាត់យើងចាប់តាមបែបធម្មជាតិបាទអញ្ចឹងពេលដែលយើងធ្វើតាមទីផ្សារបែបហ្នឹងទៅបងប្អូនកាត់បន្ថយការចំណាយច្រើនពាក់ព័ន្ធទៅនឹងការចែកនៅទិន្នផលរបស់បងប្អូនទៅឲ្យសត្វខ្យងហើយនឹងការចែកផលចំណេញឬក៏លុយកាក់ដែលបានមកពីការលក់កសិផលទៅឲ្យសេវាសុខភាពថែមទៀតបាទអញ្ចឹងខ្ញុំជឿជាក់ថាបងប្អូនមើលវីដេអូមួយនេះហើយនឹងធ្វើការសិក្សានិងធ្វើការស្វែងយល់បន្ថែមពាក់ព័ន្ធទៅនឹងគុណវិបត្តិនៃវត្តមានសត្វខ្យងដែលមាននៅក្នុងស្រែរបស់យើងបាទអញ្ចឹងសម្រាប់ព័ត៌មានបន្ថែមណាពុកម៉ែបងប្អូនអាចធ្វើការឆាតមកក្នុង page របស់យើងឬក៏ធ្វើការទំនាក់ទំនងនៅតាមលេខទូរស័ព្ទផ្ទាល់នឹងមានអ្នកគេហៅថាបច្ចេកទេសអ្នកជំនាញនឹងធ្វើការបកស្រាយឬក៏រកដំណោះស្រាយជូនពុកម៉ែបងប្អូនពាក់ព័ន្ធទៅនឹងបញ្ហាដែលកើតឡើងជុំវិញការធ្វើរបរកសិកម្មរបស់ពុកម៉ែបងប្អូនយ៉ាងមានប្រសិទ្ធភាពបាទអញ្ចឹងក៏សូមអរគុណពុកម៉ែបងប្អូនបាទសូមជម្រាបលាបាទ